នេះជាលើកដំបូងដែលខ្ញុំមកចិនតែឯងហើយជាក្តីសម័យនៃដំណើរសងព្រេងរបស់ខ្ញុំក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីទស្សនវិជ្ជានៃការដើរលេង solo trip របស់ខ្ញុំនិងបទពិសោធន៍ដែលខ្ញុំបានជួបចែកជូនបងប្អូនទស្សនាបាទពេលមកដល់ភ្លាមក៏រត់រះជិះឡានក្រុងមើលភ្លើងពណ៌ទីក្រុងពិតជាស្រស់ស្អាតប្លែកភ្នែកហើយចង់ទៅមើលពហុកលាដ្ឋានជាតិពេលខាងតម្រាំជិះទៅដល់កណ្ដាលយប់ថតរូបបានមួយចំនួនជិះឡានក្រុងមកកន្លែងគេងវិញដល់ថ្ងៃទី2ព្រឹកឡើងចេញដំណើរទៅកន្លែងកម្សាន្តមួយបញ្ជាក់ណាស់បងប្អូន16អង្សាសេជាលើកដំបូងដែលខ្ញុំមកក្នុងខែ1ហើយចង់មើលព្រឹកលក្ខនៅពេលកាំងនៅនេះនិយាយទៅចេញផ្សាយហើយនៅពេលជីងមើលមិនចូលលេងកន្លែង resort ទេកន្លែងនេះមានឈ្មោះថា Temple of Hell ទិញសម្បត្តិចូលអស់14យួនតាមពិតទៅខ្ញុំមិនស្គាល់កន្លែងទាំងអស់នេះទេតែខ្ញុំបានប្រើប្រាស់កម្មវិធី app ចិនមួយចំនួនដូចជា Baidu ធ្វើឲ្យខ្ញុំរកកន្លែងដើរលេងបានបាទដើរថតរូបមួយចំនួនក៏ចេញទៅកន្លែងផ្សេងទៀតនេះជារោងមហោស្រពមួយដែលខ្ញុំចាប់អារម្មណ៍លើសំណង់ស្ថាបត្យកម្មប្លែកបានមើលតែខាងក្រៅទេបងប្អូនខ្ញុំក៏បន្តដំណើរទៅកន្លែងផ្សេងទៀតហើយប៉ាសពតគឺសំខាន់បំផុតក្នុងការចូលទស្សនាកន្លែងផ្សេងព្រោះនៅទីក្រុងនេះមានប៉ូលីសតាមត្រួតពិនិត្យជានិច្ចខ្ញុំពិតជារំភើបខ្លាំងពេលមកលេងចំរដូវរងាទឹកបឹងស្ទឹងគឺកកទាំងអស់ប៉ុន្តែខ្ញុំអត់ទាន់បានជួបព្រឹកធ្លាក់នៅឡើយទេបឹងនេះមានឈ្មោះថាឈៀនហៃក្បែរបឹងនេះមានផ្សាររាត្រីមួយខ្ញុំបានចូលទៅលេងគឺមានលក់របស់របរជាច្រើនជាពិសេសវត្ថុអនុស្សាវរីយ៍និងទាខ្វៃពេលកាំងយប់ល្មមខ្ញុំក៏ជិះឡានក្រុងទៅកន្លែងគេងវិញដំណើរកម្សាន្តរបស់ខ្ញុំគឺខ្ញុំប្រើប្រាស់តែឡានក្រុងនិងថ្នើរជើងតែប៉ុណ្ណោះដើម្បីសន្សំសំចៃកំហុសឆ្គងដែលជិះឡានក្រុងនៅពេលកាំងគឺខ្ញុំស្កេនតែម្ដងប៉ុន្តែគេតម្រូវឲ្យយើងស្កេន2ដងចូលស្កេនម្ដងនិងចេញស្កេនម្ដងទើបគេគិតលុយម្ដងក្នុងការធ្វើដំណើរតាមរយៈ Alipay ក្នុងការឡើងជិះម្ដងអស់ត្រឹមតែ2យួនទៅ4យួនតាមចម្ងាយចិត្តនៅឆ្ងាយថ្មីបើខ្ញុំស្កេនតែម្ដងគឺគេទុករយៈពេល7ថ្ងៃគឺគេអូតូកាត់លុយពី Alipayដល់ថ្ងៃទី3ជិះឡានក្រុងទៅមើលអគារពាណិជ្ជកម្មដែលខ្ពស់ជាងគេជាប់ដំណាក់លេខ6នៅចិននិងលេខ10នៅលើពិភពលោកដែលមានកម្ពស់528ម៉ែត្រ双马乘车前方到站是大北窑北ដល់ថ្ងៃបន្តិចក៏ចូលលេងកន្លែងកម្សាន្តមួយទៀតដែលជាអូសៀនជាតិញៀនមីងទិញសម្បត្តិចូលអស់10យួនអូសៀននេះធំណាស់បងប្អូនមានរបស់របរកម្សាន្តជាច្រើនជាពិសេសមានប្រាសាទបុរាណវប្បធម៌ប្រវត្តិសាស្ត្រចិនតម្កល់នៅទីនោះ保护遗址，禁止翻越围墙，谢谢合作。12生肖射手嘛，你看。哦，对对。每一个10天2个小时。那应该是就在那个，应该这位置几个台啊，是吧？那就啊，对，是不是？拔黑毛的拔。这么厉害，这么自然。太懂了。不能笑，不能笑。
ដល់ថ្ងៃទី4ជាថ្ងៃចុងក្រោយខ្ញុំបានជិះឡានក្រុងទៅលេងមហាកំផែងចិនបាទមានភាពក្លាហានមែនទែនទៅលេងទីនោះដោយគ្មានតម្រុយនិងមិនដឹងថាទៅធ្វើដំណើរតាមរបៀបណាពិតជាផ្សងព្រេងមែនអ្វីដែលខ្ញុំអាចធ្វើបានគឺឆត់លេងខ្លួនឯងខ្លួនទីពឹងខ្លួនរាល់បញ្ហាដែលកើតឡើងខ្ញុំត្រូវតែដោះស្រាយដោយខ្លួនឯងអ្វីដែលជាឧបសគ្គនោះគឺសំខាន់បំផុតគឺភាសាការប្រើប្រាស់ភាសាចិនគឺងាយស្រួលក្នុងការបន្លែងចិនព្រោះភាគតិចណាស់ដែលប្រជាជនចិនចេះនិយាយភាសាអង់គ្លេសសំណាងដែរដែលខ្ញុំចេះចិនបានខ្លះៗត្រឹមការទិញអ្វីហុកពេលខ្លះប្រើ Google Translate 建筑形制最高、功能最为重要的建筑均位于中路。故宫是明清时期皇家举办国家庆典、处理政务和生活起居的场所，见证了中华文明多元一体格局的发展。បាទពេលនេះខ្ញុំត្រូវជិះឡានក្រុង2តង់72ម៉ោងទៅដល់ព្រោះវាស្ថិតនៅឆ្ងាយពីទីក្រុងនៅតាមផ្លូវយើងអាចឃើញកំផែងបណ្ដាជាច្រើនជួរហើយធំណាស់បងប្អូនមើលទៅក៏តំណងយើងដើរមិនសប្ដែរឡានក្រុងឈប់ត្រឹមតែជើងភ្នំតែប៉ុណ្ណោះហើយរូបខ្ញុំក៏ត្រូវធ្វើដំណើរថ្មើរជើងបន្តទៀតដើម្បីទៅរកកន្លែងលក់សម្បត្តិនេះនៅ Great Wall នៅកន្លែងដើរនៅនេះផ្លូវចូលហើយនោះភ្នំសម្បត្តិទិញចូលអស់ 17.5 យួនជាក់ណាស់នេះឡើងមកដល់កំពូលភ្នំនេះខ្ញុំបានមកដល់កំផែងដោយជោគជ័យសប្បាយរីករាយខ្លាំងដែលខ្ញុំអាចធ្វើបានខ្ញុំសង្កេតឃើញថាអ្នកមកលេងទីនេះភាគច្រើនជាភ្ញៀវក្នុងស្រុកហើយជនបរទេសក៏មានច្រើនដែរតាមផ្លូវឡើងមានមនុស្សច្រើនកោះកតម្រង់ជួរគ្នាឡើងហើយផ្លូវមានសភាពចោតនិងរអិលខ្លាំងតម្រូវឲ្យមានការប្រុងប្រយ័ត្ន我们快点吃，边跑边吃。对。后面的往前走了，左右两边都可以向上爬长城。来，往前的左手边走。来，往前走了。这后面。ហើយនេះជារូបភាពនៅកំពូលភ្នំខ្ពស់ជាងគេទីនេះក៏មានសួនសត្វហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើនខ្ញុំដើរមិនសក់ទេបងប្អូនព្រោះវាធំណាស់ហើយល្ងាចខ្ញុំត្រូវជិះឡានក្រុងទៅទីក្រុងវិញហើយចូលមើលផ្សាររាត្រីជាថ្ងៃចុងក្រោយ
多少个打卡点之一啊，欢迎大家进店参观了。这里还有高天桥，在咱们庙街里边分享的电器店里面说一下开的。 ដំណើរសងព្រេងនៅពេលកាំងរបស់ខ្ញុំត្រូវបានបញ្ចប់អរគុណសម្រាប់អ្នកទស្សនាសូមជួយចុច like និង follow page account របស់ខ្ញុំដើម្បីទទួលបាននូវប្លុកថ្មីភាគ2ដំណើរកម្សាន្តសងព្រេងនៅ Harbin អរគុណច្រើនបាយបាយ